បាទសួស្តីបងប្អូនអរគ្នានៅពេលដែលយើងទៅទិញម៉ាស៊ីនអ៊ុតយើងច្បាស់តែមានកំណត់ពីរកំណត់ទី1យើងចង់ទិញម៉ាស៊ីនអ៊ុតធំពីព្រោះយើងគិតថាម៉ាស៊ីនអ៊ុតធំអ៊ុតអាវធំក៏បានអ៊ុតអាវទូចក៏បានចំណែកកំណត់មួយទៀតយើងប្រកាសតែចង់ទិញម៉ាស៊ីនអ៊ុតដែលមានទំហំតូចពីព្រោះកាលណាយើងទិញម៉ាស៊ីនអ៊ុតតូចតម្លៃវាធូរថ្លៃជាងម៉ាស៊ីនអ៊ុតធំអញ្ចឹងសំណួរសួរថាតើយើងគួរតែទិញម៉ាស៊ីនអ៊ុតដែលមានទំហំធំឬក៏យើងទិញម៉ាស៊ីនអ៊ុតដែលមានទំហំតូចអានេះខ្ញុំនិយាយពីបទពិសោធន៍របស់ខ្ញុំដែលប្រើប្រាស់ម៉ាស៊ីនអ៊ុតនេះនៅក្នុងការងារអ៊ុតអាវវាអត់មានយើងមិនអាចនិយាយថាធំប្រសើរជាងតូចបានទេបើសិនបើយើងនិយាយចឹងអត់ត្រឹមត្រូវទេពីព្រោះការងារអ៊ុតអាវវាអាស្រ័យទៅលើប្រភេទនៃការអ៊ុតអាវរបស់យើងនៅក្នុងការងារបោះពុម្ពអាវនេះយើងចែកជាពីរទី1គឺការបោះពុម្ពអាវជាប្រភេទយើងបោះពុម្ពអាវសាលារៀនអាវចុងភៅអាវហាងកាហ្វេអាវកីឡាសាសការបោះពុម្ពបែបហ្នឹងការបោះពុម្ពបែបហ្នឹងគឺទំហំដែលយើងបោះពុម្ពជាទូទៅគឺមិនធំជាងกระดาษ A3 ទេទំហំវាខ្ទង់ប្រហែលជា30 សង់ទីម៉ែត្រគុណនឹង40 សង់ទីម៉ែត្រជាងណាបងប្អូនអាហ្នឹងការបោះពុម្ពជាទូទៅសម្រាប់បងប្អូនដែលធ្វើការងារបែបហ្នឹងសម្រាប់បងប្អូនមួយក្រុមទៀតដែលគាត់ធ្វើការងារតាក់ទងជាមួយនឹងអាវ custom បើបងប្អូនបោះពុម្ពទៅលើអាវ custom គឺអាហ្នឹងគឺបងប្អូនធ្វើការងារធំច្រើនការងារ custom ចំហណាស់ក៏30លើនិយាយទៅទំហំនេះគឺ30ដល់35ដល់40ជាងអញ្ចឹងការងារទាំងពីរនេះអត់ដូចគ្នាទេម៉ាស៊ីនដែលយើងទិញក៏អត់ដូចគ្នាដែរយើងអាចទិញម៉ាស៊ីនមួយហើយត្រូវការងារទាំងអស់ហ្នឹងទេអញ្ចឹងសំណួរសួរតើយើងគួរទិញម៉ាស៊ីនអ៊ុតមួយណាសម្រាប់បងប្អូនដែលមានប្រភេទការងារទី1ដែលខ្ញុំនិយាយអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការងារអ៊ុតអាវតាក់ទងជាមួយនឹងអាវសាលារៀនអាវចុងភៅអាវហាងកាហ្វេអាវកីឡាសិស្សណាទំហំម៉ាស៊ីនអ៊ុតដែលបងប្អូនគួរតែទិញល្អបំផុតខ្ញុំអត់និយាយម៉ាស៊ីនដែលទិញឲ្យប្រើបានគ្រប់ទាំងអស់ទេអត់និយាយអញ្ចឹងទេយើងនិយាយថាបើសិនបើយើងមានលទ្ធភាពទិញតែមួយម៉ាស៊ីនដែលយើងទិញទំហំល្អបំផុតនេះម៉ាស៊ីនដែលមានទំហំ32-45នេះគឺជាទំហំស្តង់ដារពីមុនទំហំស្តង់ដារគឺ38x38ប៉ុន្តែមកទំហំថ្មីនេះគឺ32-45វាខុសពី38ដោយសារបងប្អូនដែលទិញម៉ាស៊ីនអ៊ុតដែលមានទំហំ38បងប្អូនអាចអ៊ុតអាវបានរាងធំដែរក៏ប៉ុន្តែយើងអាចអ៊ុតបានវែងបានទេទំហំវាតែតឹងធំមែនប៉ុន្តែទំហំវាតូចជាង A3 38វាធំពេកវាធំលើសអ្វីដែលយើងត្រូវការព្រោះតឹងយើងអ៊ុតតែ30ជាងឯងចឹងហើយបាន Hit Press Cambodia យកប្រភេទថ្មីនេះមកគឺទំហំ32-45នេះគឺយើងអ៊ុតបានកระดาษ A3 បើអាវកីឡាយើងអ៊ុតបានឈ្មោះលេខនិងឈ្មោះក្រុមនៅក្រោមនេះគឺអ៊ុតតែម្ដងទេបើអ៊ុតពី3ដងទេចឹងទំហំ32-45នេះជាទំហំដែលយើងប្រើទូទៅបងប្អូនដែលមិនដែលធ្លាប់ប្រើទំហំនេះពិបាកក្នុងការបញ្យល់តែដែលយើងបញ្យល់ហើយណាបងប្អូនហើយប្រើស្រួលណាស់ទី1ស្រួលសោកអាវណាបងប្អូនពីព្រោះបាតឆ្នាំងអ៊ុតនេះវាតូចល្មមហើយវាមានអាចអូខាងក្រោមនេះជាពិសេសអាវកីឡាតូចយើងអាចអ៊ុតបានណាអត់សូវពិបាកទេបើយើងយកទំហំធំអ៊ុតទៅអាចជាអាវគេទី2បើសិនមកបងប្អូនប្រើការងារ sublimation ណាទំហំប៉ុណ្ណេះល្មមមកកាលណាយើងយកឆ្នាំងអ៊ុតធំពេកអ៊ុតទៅអាចឆេះអាវពីព្រោះអញ្ចឹងណាពីព្រោះបើកាលណាយើងអ៊ុត sublimation យើងប្រើក្តៅយើងប្រើក្តៅយើងអ៊ុតហើយពេលចេញមកគឺនឹងមានស្នាមហើយជាទូទៅបើសិនមកឆ្នាំងអ៊ុតយើងប្រឡាក់ឬក៏យើងប្រើវាយូរអាហ្នឹងគឺអាចមានស្នាមក្រហមឬស្នាមខ្មៅស្នាមប្រឡាក់ទឹកថ្នាំលឿនហ្នឹងណាអញ្ចឹងហើយការងារគឺយើងត្រូវការម៉ាស៊ីនអ៊ុតតូចបំផុតតាមដែលអាចធ្វើទៅបានអញ្ចឹង32-45នេះល្មមណា A3 ព្រីនមួយស្លឹកមកមានឈ្មោះមានលេខមានឈ្មោះក្រុមនៅក្រោមអ៊ុតតែម្ដងហើយចំណុចទី2នេះចំណុចទី2ដែលសំខាន់បំផុតសម្រាប់ម៉ាស៊ីនអ៊ុតនេះគឺម៉ាស៊ីននេះស៊ីភ្លើងតិចការដែលខ្ញុំនិយាយស៊ីភ្លើងតិចនេះគឺមិនមែនបានន័យថាយើងប្រើទៅផ្ដោតទៅលើយើងប្រើទៅអស់គីឡូតិចទេអាហ្នឹងវាមួយរឿងហើយតែរឿងសំខាន់បំផុតដែលខ្ញុំនិយាយស៊ីភ្លើងតិចហ្នឹងគឺអញ្ចឹងណាសម្រាប់បងប្អូនដែលប្រើប្រាស់ម៉ាស៊ីនបងប្អូនដែលធ្វើការងាររោងពុម្ពការងាររបស់យើងមិនមែនបើកតែម៉ាស៊ីនអ៊ុតនេះមួយទេភាគច្រើនយើងធ្វើនៅផ្ទះ
យើងមានដាំបាយយើងមានទូទឹកកកយើងបើកម៉ាស៊ីនត្រជាក់យើងមានម៉ាស៊ីន print យើងមានម៉ាស៊ីន laminate យើងមានម៉ាស៊ីនអីផ្សេងហើយបើសិនបើយើងប្រើប្រាស់ម៉ាស៊ីនអ៊ុតនេះទំហំធំណា40បងប្អូនដាក់2គ្រឿងនៅផ្ទះខ្ញុំភ្លើង32អាប៉ែដាក់ម៉ាស៊ីនអ៊ុត40ធំ2គ្រឿងបើកទន្ទឹមគ្នាអ៊ុត sublimation បើកម៉ាស៊ីនត្រជាក់បើកម៉ាស៊ីន print ណាលោតគប់គឺធ្វើអត់កើតទេបើចង់ធ្វើការងារទៅបិទម៉ាស៊ីនមួយបើចង់ធ្វើការងារបិទការងារផ្សេងចោលអញ្ចឹងណាសម្រាប់អានេះគឺបងប្អូនអាចដាក់បាន3គ្រឿងក៏អត់អីដែរបងប្អូន32អាប៉ែ3គ្រឿងបើកទន្ទឹមគ្នាក៏អត់រលត់ដែរអត់រលត់ទេព្រោះបានសាកល្បងខាងឯងអត់រលត់ទេអញ្ចឹងទំហំនេះគឺបើយើងនិយាយទៅមិនតូចពេកមិនធំពេកល្មមសម្រាប់ការងាររបស់យើងណាការងាររោងពុម្ពនិយាយឲ្យហើយណាល្មមការងាររោងពុម្ពតែខ្ញុំថាល្មមហ្នឹងបងប្អូនទៅធ្វើការងារឲ្យ custom មកទិញម៉ាស៊ីននេះដែរហើយយកមកអ៊ុតហើយធ្វើមិនកើតអាចបន្ទោសadmin បានទេពីព្រោះបាននិយាយហើយការងារនេះគឺសម្រាប់បងប្អូននៅធ្វើការងាររោងពុម្ពណាអ៊ុតអាដូចខ្ញុំនិយាយប្រភេទទី1បើអ៊ុតអា custom បងប្អូនទិញទៅហោចណាស់ក៏40ដែរណាអាច40 40អញ្ចឹងសម្រាប់ម៉ាស៊ីននេះយើងនិយាយពីតម្លៃរបស់វាធូរទេធូរនិយាយទៅមានគុណសម្បត្តិច្រើនអ៊ុតអាតូចក៏បានអ៊ុតអាធំល្មមក៏បានទី2មិនសូវស៊ីភ្លើងអាចប្រើប្រាស់3 4គ្រឿងក្នុងពេលតែមួយបាន3គ្រឿង2 3គ្រឿងក្នុងពេលតែមួយបានណាហើយបើកក្តៅលឿនណាបងប្អូនណាក្តៅលឿនណាបាត់ទៅអត់ទូចបើកកំភ្លេតក្តៅហើយទី3គឺមានតម្លៃធូរថ្លៃតម្លៃតែ170ជាងទេបងប្អូនណាចាំបងប្អូនត្រូវការតាក់ទង Hit Press Cambodia លេខទូរស័ព្ទ085 43 444 096 700 9101អរគុណច្រើន